năm môi quan bì rồi mai miênប្រជាជនជាង10លាននាក់មកដល់ឆ្នាំ1963ខ្មែរនៅសល់ប្រជាជនតែ8សែននាក់ប៉ុណ្ណោះហើយអ្វីក៏យ៉ាងដូចនេះតើហើយអ្វីក៏យ៉ាងដូចនេះមកពីខ្មែរពូកែបាក់បាយមកពីខ្មែរពូកែហើយទ្រូងឯងឲ្យក្អែកចុះខ្មែរពូកែសម្រួចឈើគៀលដំបៅខ្លួនឯងឲ្យហូរឈាមបាទខ្ញុំបកណាទូលបង្គំខ្ញុំសូមបន្តនៅយកប្រោះរបស់ស្ដេចហើយព្រះស្រីជ័យជេតតទៀតសូមរំលឹកដើមខ្លះថាព្រះស្រីជ័យជេតនេះគឺជាបរិជ្ជបុត្ររបស់ព្រះបុទុមបរមរាជាធិបតីទ្រង់លើកព្រះនាមព្រះនាងទេពបញ្ចរជាព្រះទេពីថ្វាយព្រះនាមថាព្រះវរក្សត្រីស្រីចក្រពត្តិរាជព្រះអង្គម្ចាស់ទាំងពីរអង្គនេះឯងដែលបានប្រសូតនៅព្រះរាជបុត្រមួយព្រះនាមជ័យជេតនេះអញ្ចឹងបានន័យថាគឺជានាមដំបូងរបស់លោកមន្តរសោយរាជជាព្រះអង្គនន់ដែរចឹងបានព្រះរាជបុត្រមួយជ័យជេតណាសម្រាប់តែបានដល់កូននឹងធំពេញរូបពេញរាងពេញវ័យបរិបូរណ៍ទៅហើយបែរជាមិនដឹងជាបានសិក្សាអប់រំពីកម្រិតណាមកលោកឪពុកជាព្រះស័ក្តិសុរោឪពុកក្មេងនឹងខំស្រឡាញ់គោរពលើកដំកើងរហូតដល់លើកកូនរាជធីតាខ្លួនឯងយកទៅឲ្យធ្វើជាឯកមហេសីហើយឲ្យនៅជាមួយនឹងព្រះរាជបិតានេះឯងតែទីបំផុតត្រាប់តែបានធំដឹងសេចក្តីបន្តិចត្រាប់តែធ្វើកត់ឪពុករបស់ខ្លួនទាំងដែលឪពុករបស់ខ្លួនមិនមែនបរិជាព្រះអង្គជាអ្នកធ្វើកត់ឪពុកក្មេកនឹងជាអ្នកធ្វើកត់ទេគឺព្រះអង្គច័ន្ទបាទនិយាយដែរជាអ្នកធ្វើកត់ឪពុករបស់លោកជាព្រះបិតារបស់លោកក៏មិនដឹងជាកើតរឿងអីបានជាត្រូវទៅមកធ្វើអគុតឪពុកក្មេកខ្លួនឯងហើយមិនអស់ចិត្តប៉ុណ្ណឹងនេះត្រាប់តែយកម្ដាយក្មេកហ្នឹងមកធ្វើជាឯកអមហាសីខាងស្ដាំទៀតហើយកូនដែលធ្វើជាមហាសីត្បូងមកយកធ្វើខាងឆ្វេងអញ្ចឹងទាំងម៉ែទាំងកូនយកមកធ្វើមហាសីខ្លួនឯងទាំងអស់ចេះបានព្រះភគវតីព្រះចោមក្សត្រីនេះចាត់ការតន់អត់មានសមត្ថភាពសោះទាំងពញាតន់និងក្មួយមួយទៀតឈ្មោះពញានននោះរត់ទៅស្រុកយួនបាទអត់ជួយប្រម៉ែទេបែរជារត់យករួចខ្លួនហើយខ្លួនឯងជានេតិមហាក្សត្រដែលត្រូវជាប្អូនបង្កើតរបស់ពញានឹងដែរហ្នឹងណាតាំងពីសម័យលោកទៅជ្រកជាមួយព្រះម៉ែទាវធីតាស្ដេចក្សត្រយួនម្លេះដែលដំណរកំណត់មកហ្នឹងប៉ុន្តែមកបាននេះរត់ប្រាសយករួចតែខ្លួនរត់ទៅស្រុកយួនវិញទៀតអញ្ចឹងហើយក៏มันគួរឲ្យថាសំណោះណាស់ជាតិសាសន៍របស់យើងដែលមានព្រះរាជាដែលពោពេញដោយភាពមិនចេះដឹងហើយអាចនិយាយបានថាឆ្លក់វង្វេងនៅក្នុងឫទ្ធាអំណាចដេកចាស់របស់ខ្លួនដែលបានកើតជាស្ដេចអីក៏មិនដឹងប៉ុន្តែសូមជ្រាបនៅព្រះធម៌ពុទ្ធដីការបស់ពុទ្ធខ្លះទៅពុទ្ធព្រះអង្គសម្ដែងថាភាពល្ងងខ្លៅគឺជាភាពមួយដែលនាំឲ្យខ្លួននឹងងងឹតបានន័យថាអវិជ្ជាវាអត់ស្គាល់ថាខ្លួនតួនាទីអ្នកឯងជារាជឬជាមនុស្សសាមញ្ញធម្មតាអីទេក្របបានទាំងអស់ក្របហើយបង្វិលទៀតបង្វិលទៅបន្សល់គេឈ្មោះឲ្យស្អុយរលួយនៅក្នុងប្រវត្តិសាស្ត្រអញ្ចឹងទៅ
អត់យល់អត់មានយកយល់មុខថាអ្នកឯងជាក្សត្រអ្នកឯងជាស្ដេចអ្នកឯងជាមន្ត្រីជាប្រជារាស្ត្រធម្មតាទេអត់យល់ទេអញ្ចឹងភាពល្ងងខ្លៅមិនយកយល់នរណាជាដាច់ខាតដឹងតែមានឱកាសបវល់បានមានឱកាសគ្របសង្កត់ឲ្យងងប់ងល់ឲ្យវង្វេងវង្វាន់បានគឺធ្វើតែម្ដងនេះអបជាមានការវង្វេងអញ្ចឹងឯងវង្វេងដោយមិនរួបទាំងស្ដាច់ចូលផងដែរអត់យកយល់មុខអ្នកណាទេអញ្ចឹងបានភាពអបជានេះគួរឲ្យខ្លាចណាស់តែយើងគ្រប់គ្នាប្រឹងសិក្សាស្វែងយល់នៅជាពិសេសគឺបានព្រះបរមគ្រូព្រះពុទ្ធជាម្ចាស់លោកចេះតែត្រាស់បង្គាប់សម្ដែងមកក៏ធ្វើឲ្យយើងទាំងអស់គ្នាមានពន្លឺភ្លឺប៉ុន្តែមិនមែនតែយើងទាំងអស់គ្នាទេសូម្បីតែវីរៈបព្វជិនរបស់យើងទាំងអស់តាំងតែពីសម័យមុនអាណាចក្រនគរភ្នំម្លេះរហូតនគរភ្នំឬនគរចេនឡាមកក៏លោកដើរទៅតាមទ្រឹស្ដីលទ្ធិពុទ្ធសាសនាផងព្រហ្មញ្ញសាសនាផងក៏មិនឃើញជាអីធ្ងន់ធ្ងរអីដល់កម្រិតដែលមនុស្សប្រាសចាកអំពីពាក្យព្រានប្រដៅនិងគោលដៅរបស់សាសនាទៅគិតខ្លួនឯងដល់គិតខ្លួនឯងគឺវង្វេងហើយអបជាគ្រប់សង្កត់វង្វេងមិនអាចគិតត្រូវទេអញ្ចឹងហើយចំណែកឯបរិយារបស់ព្រះស្រីចៅចេតហ្នឹងគឺបានស្ដេចចាមជួយច្រឡំស្ដេចចាមបានបន្ត្រីរបស់ចាមដែលសល់ពីរាជព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមហ្នឹងមកជួយធ្វើកុដិឲ្យបានដោយរាជបានតែ5ខែប៉ុណ្ណោះក៏ទទួលអនិច្ចធម៌ហើយចំណែកអតិធិធនិយាយពីរឿងអតិធិធរបស់ព្រះរាជាទាំងអស់ក្នុងយុគតាំងតែពីព្រះស្រីសត្ថាទី1មកគឺភាគច្រើនតម្កល់នៅតែភ្នំបរិជ្ជទ្រព្យព្រោះដូច្នោះបានជាភ្នំនឹងមានឈ្មោះថាភ្នំបរិជ្ជទ្រព្យដោយសេចក្តីថាប្រជាច្រើនអង្គណាស់សឹងតែចូល100អង្គតែជាដឹងទៅរំថាបន្តិចទៅនឹងដល់យុគឧដុង្គហើយយុគដែលកំសត់ជាងគេបំផុតគឺយុគរបស់ព្រះម៉ែណែព្រះម៉ែនុនព្រះម៉ែតន់ដែលជាក្សត្រីណាអត់មានក្សត្រជារាជបុត្រទេដល់ចឹងទៅបានយួនធ្វើឲ្យរាជខ្មែរនឹងវេទនាខ្លាំងរហូតដល់ស្ទើរតែដាច់ពូជពីជាតិខ្មែរនេះតែម្ដងតែចិត្តដល់ហើយពីព្រោះយើងបានមកដល់នៅពាក់កណ្ដាលសតវត្សទី17ហើយដល់ពាក់កណ្ដាលសតវត្សទី17អញ្ចឹងសូមអស់លោកធ្វើការសិក្សាស្វែងយល់ហើយនឹងយកកតិរបស់កន្លងរវីរៈបព្វជិននឹងយកមកដាក់ក្នុងខ្លួនគ្រប់គ្នាកន្លែងណាដែលធ្វើឲ្យជាតិចម្រើនធ្វើឲ្យជាតិនឹងមានការដើរទៅមុខពោពេញដោយសន្តិភាពសេរីភាពការរស់នៅដោយគ្មានការជៀតជែកពីជាតិដទៃច្រើនយើងមិនគួរនឹងលើកបន្តោះថ្នាក់ដឹកនាំជាតិទេតែបើកន្លែងណាយើងធ្វើឲ្យដឹងតែពឹងគេអានឹងបរាជ័យទៀតហើយអត់មានជោគជ័យទេពីព្រោះបព្វជិនវីរៈបុរសរបស់យើងបានធ្វើមកហើយអត់មានជោគជ័យទេមានតែធ្វើឲ្យប្រទេសហិនហោចតែម្ដងអរគុណសូមជម្រាបលា